បាទសម្រាប់ទី7ស្គាល់ខ្លួនឯងឲ្យច្បាស់ដោយស្វែងដោយសិក្សាឆ្វេងយល់ជាប់ជាប្រចាំចំណុចនេះមានន័យស្គាល់ខ្លួនឯងច្បាស់ជួនកាលយើងដឹងថាយើងចូលចិត្តអ៊ូរទាំច្រើនណាជួនកាលយើងឆាប់ខឹងណាដូចចេះយើងត្រូវកែតម្លាប់អាក្រក់អញ្ចឹងខាងចេះអត់ធ្មត់ក៏ឲ្យឆាប់ខឹងមានការសួរនាំគ្នាសិនក្បាលខឹងអញ្ចឹងណាបន្ទាប់មកគឺត្រូវស្គាល់កលៈទេសៈឧទាហរណ៍ជួនកាលឧទាហរណ៍ថាទំនិញពីមុនវាថ្លៃដល់ឥឡូវវាមកច្រើនវាយើងធូរថ្លៃអញ្ចឹងយើងអាចឆ្លៀតពេលតិចពេលវាចុះថ្លៃតែកាលណាវាឡើងមានគឺវាឡើងវិញអាហ្នឹងកលៈទេសៈបន្ទាប់មកទៀតគឺគំនិតមានន័យថាត្រូវស្គាល់ខ្លួនឯងគំនិតណាដែលវាអវិជ្ជមានជួនកាលយើងដូចថាច្រើនសុញច្រើនអីចឹងមិនទាន់ដឹងអីផងភ័យមុតហ្នឹងហើយដូច្នេះយើងកែគំនិតតែអវិជ្ជមានចេញបន្ទាប់មកគឺត្រូវមានអារម្មណ៍រីករាយនិងភ្លឺស្វាងមនុស្សកាលណារីករាយភ្លឺស្វាងធ្វើអ្វីក៏បានដែរគឺចង់ថាមានស្រឡះខួរក្បាលសតិបញ្ញាភ្លឺស្វាងហ្នឹងហើយបន្ទាប់មកទៀតគឺដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឧទាហរណ៍ជួនកាលយើងដាំទុនមិនដល់ផងហើយយើងទៅប្រកួតប្រជែងជាមួយគេអ្នកធំមិនកើតចង់ឈ្នះគេមិនបានដូច្នេះដឹងថាចំណុចខ្លាំងយើងទៅតាណាជួនកាលយើងអាចប្រើជាគំនិតប្រាជ្ញាអាចដោះស្រាយបានដោយតែថាដើមទុនយើងអត់ដល់គេទេហ្នឹងហើយចាមានចំណុចអីទៀតចាចំណុចបន្ទាប់គឺនិយាយពីរៀនលក់រៀនលក់អាហ្នឹងគិតទៅពាក្យរៀនលក់មួយម៉ាត់ហ្នឹងមិនមែនមានន័យថាមានតំណែងបានលក់បានទេក្នុងហ្នឹងគេចង់ប្រាប់យើងថាលក់សមត្ថភាពនិងចំណេញរបស់អ្នកមានន័យថាជួនកាលកូនខាងអ្នកខ្លះអាចប្រកែខាងដូចថារៀបចំពេករៀបចំអីមួយអញ្ចឹងឬក៏ការងារក្នុង IT ដូច្នេះគេអាចលក់ចំណេះគេបានហ្នឹងហើយគេលក់ផលិតផលលក់អីអញ្ចឹងដូចថាអនឡាញអីអញ្ចឹងណាហ្នឹងហើយបន្ទាប់មកទៀតគឺលក់ផលិតផលអ្វីដែលអ្នកអាចបង្កើតបានផលិតផលក៏មានន័យពីរតែមួយគឺមានរូបមួយអរូបផលិតផលមានរូបដូចដបទឹកសុទ្ធអញ្ចឹងគឺយើងកាន់បានដល់អរូបមានន័យថាលក់ចំណេញដូចជាជួនកាលយើងអាចជួយបង្រៀនគេតាមអនឡាញអីអញ្ចឹងក៏បានចំណូលដែរប៉ុន្តែដាច់ខាតមិនលក់មុខមាត់នឹងកិត្តិយសអានេះគេឲ្យលក់កាលណាយើងលក់មុខមាត់នឹងកិត្តិយសយើងចូលសង្គមឡើងបានគឺយើងចប់មានន័យយើងបិទផ្លូវខ្លួនយើងគ្មាននរណាហ៊ានសែបគប់រាប់អានយើងទេកាលណាយើងលក់កិត្តិយសនិងមុខមាត់របស់យើងក្នុងសង្គមចាចំណុចទី9គឺនិយាយពីទ្រឹស្ដីនិងអនុវត្តត្រូវហើយកាលណានិយាយពីទ្រឹស្ដីគឺត្រូវមានសភៅនឹងអាចមានន័យថាអានសភៅដើម្បីបង្កើនការយល់ដឹងចូលវគ្គជំនាញថ្មីដូចកូនយើងគេជួនកាលយើងអត់ទៅចេះផ្នែកaccount កណន័យ account នេះតែដល់យើងចូលឬជួនកាលយើងនៅខ្វះខាតឬនៅស្ទើរវាការគ្រប់គ្រងអញ្ចឹងយើងទៅរៀនថាអូនេះការគ្រប់គ្រងការដែលយើងធ្វើមកវានៅមិនខ្វះខាតអញ្ចឹងយើងបំពេញចំណុចខ្វះខាតបន្ទាប់មករៀនពីមនុស្សជុំវិញខ្លួនអូវចនានុក្រមមនុស្សនេះកូនជាមួយប៉ាក៏កំពុងរៀនដែរនេះមានន័យថាអ្វីដែលប៉ាដឹងច្រើននេះកូនរៀនពីប៉ាអ្វីដែលកូនចៅដឹងច្រើនប៉ារៀនវិញព្រោះការរៀនទៅវិញទៅមកហ្នឹងគឺមនុស្សគ្មានអ្នកណាចេះអស់ទេអញ្ចឹងត្រូវរៀនពីមនុស្សជុំវិញខ្លួនជាពិសេសសត្រូវរបស់អ្នកសំខាន់ណាស់មានន័យថាចុះបានគេមានឃ្លាមួយគេនិយាយថាស៊ូមានសត្រូវវៀងវៃប្រសើរជាងមិត្តមានមិត្តល្ងងខ្លាំងឃ្លានេះមានអ្នកបកខុសច្រើនណាស់ថានៅទៅរកសត្រូវវៀងវៃហើយបោះបង់ចោលមនុស្សមិត្តល្ងងខ្លាំងគេចង់និយាយថាអញ្ចឹងសត្រូវកន្លែងនេះមិនមែនសត្រូវទេប្រូជីវិតស្លាប់រស់អីទេជួនកាលការប្រកួតប្រជែងក្នុងអាជីវកម្មមួយក៏ចាត់ទុកជាសត្រូវដែរមានន័យថាលើកគេឃើញគេលក់ឡើងជាងយើងតើមូលហេតុអីមកគេលក់ឡើងហើយយើងលក់អត់ឡើងយើងសិក្សាពីដៃគូយើងនេះអូណែគេផ្សាយពាណិជ្ជកម្មនៅតាម Facebook តាមអនឡាញតែក៏បែបយ៉ាងជួនកាលគេផ្សាយរហូតទៅក្នុង page ក្នុងអីទៀតយើងត្រូវតែរៀនពីសត្រូវបើតែថាដៃគូប្រជែងចុះក៏ព្រោះកន្លែងសត្រូវរឿងខ្មែរស្ដាប់ទៅរឿងធ្ងន់ណាស់អញ្ចឹងប៉ាចង់ជ្រាបឱកាសនេះបញ្យលស៊ូមានសត្រូវវៀងវៃប្រសើរជាងមានមិត្តងងខ្លាំងកូនតែឮសូររឿងបរោះចិញ្ចឹមខ្លាឃ្មុំបរោះចិញ្ចឹមខ្លាឃ្មុំចេះដូចមនុស្សអញ្ចឹងដល់ថ្ងៃមួយស្រាប់មានរុយមួយមកទុំច្បោះម្ចាស់ហើយខ្លាឃ្មុំវាល្អទេវាខ្លាចរុយនឹងមានមេរោគទុំច្បោះម្ចាស់វាណាក៏យកដុំថ្មមួយវាយរុយឃើញទេដល់វាយរុយមកมันបែកច្បោះម្ចាស់អាហ្នឹងចង់និយាយថាមិត្តល្ងងខ្លាំងមួយទៀតមានន័យថាជួនកាលមិត្តនឹងល្អជាមួយយើងទេតែអំពើរបស់គាត់ចង់ជួយយើងបែរជានាំឲ្យយើងមានគ្រោះថ្នាក់ទៅវិញយល់ទេកន្លែងហ្នឹងហើយតែចុះសត្រូវយើងបីកាលណាសត្រូវយើងប្រយ័ត្នទៅមិនទុកចិត្តបានដល់មិត្តយើងទុកចិត្តដល់សត្រូវយើងអត់ទុកចិត្តទេអញ្ចឹងគ្រាន់ថាសត្រូវវាឆ្លាតវាវៀងវៃអញ្ចឹងយើងតាមវារហូតយើងប្រយ័ត្នរហូតដល់យើងប្រុងប្រយ័ត្ននឹងតាមដានវាយើងបានចំណេះពីវានឹងខំហ្នឹងហ្នឹងបានពាក្យហ្នឹងកុំឲ្យបកខុសចាបន្ទាប់មកចំណុចចុងក្រោយកូនឆ្ងល់អីសព្វធម៌សកម្មភាពប្រើកម្លាំងត្រូវ
មានន័យថាគេអត់ឲ្យយើងប្រើកម្លាំងបាយទេក្នុងឋានៈដែលយើងអាចណែដោះស្រាយដោយប្រើកម្លាំងបានកម្លាំងឡើយនេះគឺកម្លាំងបាយឬកម្លាំងអីផ្សេងណាខុសពីកម្លាំងបញ្ញាអញ្ចឹងបានគេមានឃ្លាមួយគេនិយាយថាអ្វីក៏ដោយដែលជៀសវាងប្រើកម្លាំងបានយើងមិនត្រូវប្រើទេឧទាហរណ៍ថាយើងប្រើមធ្យោបាយដែលប្រើបញ្ញាហ្នឹងមានរឿងច្រើនណាស់ដែលចង់ថាយើងប្រើកម្លាំងបាយពិបាកជាងប្រើបញ្ញាអាហ្នឹងមួយទី2ឧទាហរណ៍លើកូនអ្នកវិទ្យាអប់តិចពីមុនយើងកាត់កញ្ចក់មិនជាងកាត់ដៃមែនទេចាតែឥឡូវយើងមានម៉ាស៊ីនទំនើបឃើញកាត់កញ្ចក់គ្រប់បែបយ៉ាង progressive ក៏កាត់បានស្អីហើយដោយគ្រាន់តែចុចបញ្ជាវាធ្វើខ្លួនវាហើយលឿនជាងមុនហើយស្អាតហើយវាសុក្រិតជាងមុនទៀតដែលអតិថិជនពាក់ទៅត្រូវចាត់ស្រួលដូច្នេះកន្លែងនេះគេចង់និយាយថាកុំឲ្យប្រើកម្លាំងបាយយើងត្រូវប្រើម៉ាស៊ីនដើម្បីជួយបន្ធូរការងារឲ្យវាកាន់តែល្អប្រសើរសុក្រិតជាងមុនបន្ទាប់មកទៀតធ្វើការងារសាមញ្ញព្រោះភាពសុខស្មាញឲ្យមានកង្វល់ទុកព្រួយនិងអន្ទះអន្តែងអញ្ចឹងមានន័យថាជួនកាលយើងផ្ទះសាពេកចង់ថាធ្វើមិនឲ្យលឿនឲ្យបានឆាប់ដល់គោលដៅប៉ុន្តែរាល់ការងារវាត្រូវប្រើពេលវេលាដូចផ្លែឈើអញ្ចឹងយើងបង្ខំបេះមកបន្ទប់នៅពេលដែលវាអត់ចាស់អត់មានជារៀបទេឲ្យវាចាស់ឲ្យទុំតាមធម្មជាតិរបស់វាអស់ចំណុចទាំងអស់មានប៉ុណ្ណឹងហើយចំណុចនេះប៉ាសូមបញ្ជាក់ថាគឺប៉ាបានប្រែសម្រួលពីអត្ថបទបរទេសមិនមែនប៉ាមានសមត្ថភាពទៅតាក់តែងនៃពុទ្ធបាននេះឃើញមានអត្ថបទល្អៗដែលអាចដល់ជាកតៈសម្ពោះដូចថាមនុស្សទូទៅក៏យើងឆ្លៀតប្រែសម្រួលចាចឹងសូមអរគុណអ្នកនរគ្នាសម្រាប់វីដេអូមួយនេះហើយដូចដែលពួកខ្ញុំតែងតែនិយាយចឹងនេះជាបទពិសោធន៍ប៉ាហើយក៏ជាអ្វីពេលខ្លះគាត់អានបានឃើញគាត់បានអានឃើញអត្ថបទល្អក៏គាត់យកមកចែករំលែកចឹងសង្ឃឹមថាវាជាគំនិតឬក៏ជាបទពិសោធន៍ល្អសម្រាប់អ្នកទាំងអស់គ្នាដែរសូមអរគុណ